បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានវិលមកជួបបងប្អូនទៀតហើយបាទគឺក្នុង Channel សៅស៊ីមបាទដំណើររឿងបាទគឺបានរឿងថ្មីទៀតហើយតែរឿងនេះគឺរឿងយូរដែរហើយតែគ្រាន់តែទៅមកសម្រាយប្រាប់ប្រៀបរាប់ប្រាប់បងប្អូនចឹងទៅបាទឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាបាទដែលរឿងនេះគឺរឿងដ៏រន្ធត់មួយដែលស្ថិតនៅក្នុងវត្តកក់ស្ថិតនៅក្នុងវត្តកក់នៅក្នុងស្រុកបរសែតដែលរឿងហ្នឹងគឺកើតយូរហើយ តាំងពីខ្ញុំនៅដូចថាទូចអាយុក្នុង7 8 ឆ្នាំហើយរឿងរ៉ាវនោះគឺតាក់ទងជាមួយនឹងការលងបន្លាចក្នុងវត្តដែលបន្ទាប់ពីដូចថាបន្ទាប់ពីកើតហេតុហើយអញ្ចឹងហេតុដ៏រន្ធត់មួយនឹងកើតឡើងនិយាយរួមអ្នកនៅខាងទីរួមស្រុកបរសែតដូចថានៅចិត្តវត្តហ្នឹងភូមិចិត្តវត្តហ្នឹងគឺគាត់នឹងដឹងនៅហេតុការណ៍ហ្នឹងហើយគឺដ៏សាហាវរន្ធត់ដល់បងប្អូនអើយខ្ញុំក៏នៅក្នុងហេតុការណ៍ហ្នឹងដែរតែគាត់ថាខ្ញុំនៅទូចទេខ្ញុំនៅអាយុ8 9 ឆ្នាំហ្នឹងហើយដូចថាខែដូចថាស្រូវយើងតន់ណាខែស្រូវយើងរបោះពេញស្រែអញ្ចឹងណាអញ្ចឹងក៏ដូចថាលោកដូចថាមានកម្មវិធីបុណ្យកឋិនទានខែជួលវត្តខែអីចឹងទៅហើយលោកក៏ជួលល្ខោនហើយចំនួនហ្នឹងល្ខោនយូរមានមួយរោងអីហ្នឹងវាអត់សូវមានច្រើនទេល្បីល្បាញណាហើយល្ខោនវងរៀងតំណងទៀតណាចឹងទៅធ្វើឲ្យខ្ញុំអីវិញវាដូចថាជ្រើមជួលមិនដែលឃើញបានមើលល្ខោនមើលអីលេងណាតែលោកយាយហើយនឹងម៉ែខ្ញុំក៏គាត់ប្រាប់ដែរថាពេលគាត់ទៅពេលថ្ងៃឃើញទៅឃើញទាហានឃើញអីចឹងជ្រងច្រាំងញញ៉ាងក៏គាត់នឹងក៏នាំគ្នាទៅតែពេលថ្ងៃទេពេលល្ងាចឡើងគឺគាត់វិលមកវិញអស់ហើយគេរៀងស្រាវខ្លួនណាប៉ុន្តែដូចថាខ្ញុំហ្នឹងក្មេងអត់ដឹងខ្លាចអីផងនាំគ្នាទៅពីអ្នកមិត្តភក្តិខ្ញុំមករ៉ាត់ហើយលុយមិនម្នាក់500ឯងបាទហើយចំពោះអ្នកលក់ដូរអីចំនួនហ្នឹងគឺលក់សណ្ដែកដីលក់អីចឹងក្រូចអីចឹងហើយនារីអីស្អាតបងគាត់អ្នកលក់ដូរហ្នឹងណាគាត់ថាស្អាតលក់ហើយចឹងក៏ទៅអង្គុយហូបចឹងជជែកគ្នាលេងចឹងហើយចំនួនហ្នឹងជួនកាលលក់សណ្ដែកដីអស់ចឹងសុំគេជូនមកផ្ទះអីចឹងទៅតែខ្ញុំនៅទូខ្ញុំអត់នេះទេតែគ្រាន់តែចំនួនហ្នឹងខ្ញុំតន់អញ្ចឹងក៏អ្នកលក់ចេះលក់ចឹងហើយដូចថាមនុស្សម្នាចេះតែមកច្រើនឡើងថ្ងៃហ្នឹងចម្លែកដូចតែឲ្យហេតុមកមនុស្សម្នាអីមកច្រើនឡើងដូចថាច្រើនមកវត្តរៀងទូចដែរប៉ុន្តែមនុស្សណាដូចថាល្ខោនមានតែម្ដងអ្នកលក់អីផ្សេងហ្នឹងលក់ដាច់គ្រប់គ្នាលក់លោតលក់អែមលក់អីហ្នឹងមនុស្សណាហើយខ្ញុំក៏ពីអ្នកមិត្តភក្តិខ្ញុំមករ៉ាត់ហ្នឹងក៏ដើរអញ្ចឹងដើរមើលនេះមើលនោះអញ្ចឹងមិនបានដូចថាចង់ប្រហែលមកសពដីដែរបងប្អូនដើរជុំវិញគ្រប់កន្លែងអញ្ចឹងទៅបងនាំនេះហត់ទៅទិញពោមួយដើមទៅនឹងដូច100ឯងទិញមួយដើមមកយកមកកាច់ហូប2នាក់ហ្នឹងទៅនឹកឃើញអីទេនឹកឃើញតែអំពៅកាច់ហូប2នាក់ហើយក៏នាំនេះអង្គុយមើលគេដូចថាមើលតួល្ខោនដល់ហ្នឹងរោងគេមិនទៅអស់ចាយគេរោងដូចថាធ្លាយ៉ាងលិចធ្លាយ៉ាងកើតដែរអញ្ចឹងក៏នាំនេះអង្គុយនោះក្រោមរោងល្ខោនហ្នឹងនិយាយថាមើលគេធ្វើខ្លួនអញ្ចឹងរយៈអីកំពុងតែធ្វើខ្លួនតួអីកំពុងតែផាត់មុខផាត់អីចឹងហើយអាស្គរនេះក៏គេថាដូចថាគុំរោងឌុងដាំងអញ្ចឹងទៅចេះតែអង្គុយមើលអញ្ចឹងទៅហើយនាំនេះមកស្ទុះទៀតក៏នាំនេះដើរទៀតអញ្ចឹងក៏ឃើញបងអឺម្នាក់គាត់បងស្រីគាត់ស្អាតគាត់ដាក់លក់ក្រូចបងប្អូនដូចថាមានទាហានមានអីអញ្ចឹងគឺនៅដូចថាអង្គុយចែកលេងអ្នកដូចញ៉ែអញ្ចឹងមានច្រើនគ្នាអញ្ចឹងដូចថាវាកិច្ចកង់គ្នារឿងដូចថាឃើញស្អីស្អាតឃើញអីចំនួនហ្នឹងទិញសណ្ដែកដីមកកំប៉ុងអីអង្គុយញ៉ែមកយប់ទើតែភ្លឺអញ្ចឹងខ្ញុំក៏ឃើញគាត់ដូចថាឃើញមានទាហានមានអីនៅនឹងច្រើនអញ្ចឹងហើយក៏នាំគ្នាដើរចេញវិញមកហើយមកអង្គុយមើលពីគុំរោងឡើងល្ខោននឹងភាសាទៀតដូចថាមើលអត់បានច្បាស់អញ្ចឹងចង់ឃើញតួយ៉ាងដល់ពេលហើយក៏បានប្រហែលជា1 ម៉ោង 2 ម៉ោងឯទៀតមកក៏លឺសូរផ្ទុះគ្រាប់ផ្ទុះភីងដូចពេទ្យប៉ោងអញ្ចឹងព្រោះឯមានអ្នកលោកពេទ្យប៉ោងណាចំនួនហ្នឹងមានពេទ្យប៉ោងមានអីអញ្ចឹងទុះភីងអញ្ចឹងក៏នាំឲ្យហូរទឹងអញ្ចឹងទៅល្ខោនចេះរូទុងទាំងដូចអញ្ចឹងវាយគុំរោងព្រាយហោះព្រាយហើរយ៉ាងធម្មតាអញ្ចឹង
បន្ទាប់ពីបានប្រហែលជាកន្លះម៉ោងទៀតមនុស្សចេះកាន់មកច្រើនឡើងអ្នកលក់ដូរអីហ្នឹងមកច្រើនឡើងដូចថាមនុស្សថ្ងៃហ្នឹងឯងចម្លែកតពេលហើយក៏ចាប់ផ្ដើមលឺសូរភឹងភាសាទៀតផ្ទុះគ្រាប់ទុះលឺសូរភឹងភាសាទៀតចឹងក៏ហ្នឹងមែនតើណាភឹងចឹងនាំគ្នារត់ព្រូអស់ហើយលេងមករត់ខ្ញុំក៏រត់ដែរខ្ញុំរត់2នាក់រត់ស្លៀកខោជើងខ្លីរត់អត់ដូចថានិយាយពីគ្រាប់មិនដឹងមកពីកើតមកបាញ់ពីភ្នំទូចហ្នឹងនិយាយរួមមកដូចសំណាងហ៎បងប្អូនដូចថាសំណាងយើងហ្មងខ្លះរត់ពីក្រោយខ្ញុំមកដួលភីងនៅនឹងហ្មងដូចថាត្រូវគ្រាប់ចឹងណាគេបាញ់ពីពូមកយើងគ្រាប់អាជីវជូវិញផ្ងាយដូចតែសំណាងយើងរត់ទៅវាអត់ត្រូវដូចគ្រាប់ភ្លើងបាញ់មកផ្ទុះហ្មងហើយក្នុងវងហ្នឹងគឺបោះគ្រាប់បែកមិនដឹងគ្រាប់បែកដល់អី2គ្រាប់3គ្រាប់ដូចថាកន្លែងស្អីស្អាតហ្នឹងកន្លែងបងស្រីស្អាតហ្នឹងហើយអ្នកលក់លោតអ្នកលក់ម្ហូបអីហ្នឹងគឺភឹងបែកពេញទៅនឹងទាំងអស់ចឹងវារឿងហ្នឹងគួររន្ធត់មែនតើខ្ញុំរត់ចេះតែរត់ជាប់អាបឡាស្អិតហ្នឹងនោះខោហ្នឹងតេតតាយទៀតរត់បានប្រហែលជា1គីឡូដីអាហ្នឹងចាប់ដើមផុតហើយចាស់មកគាត់ធំហ្នឹងគាត់ថារត់ផុតហើយរត់ផុតចឹងក៏រឿងធូរទ្រូងទៅដល់មុខហើយរឿងហ្នឹងតាក់ទងជាមួយនឹងបន្ទាប់ពីនឹងមកក៏លោកដូចថាមានអករណីអីគ្រោះថ្នាក់អីច្រើនចឹងវាដល់យុវជនច្រើនចឹងក៏ចេះតែមានដូចថាព្រលឹងអីលងបន្លាចលោកអីអត់សឹងអត់ហ៊ាននៅដែរចឹងណាហើយបន្ទាប់ពីនឹងមកខ្ញុំនិយាយតាក់ទងនឹងការមានបញ្ហានឹងទៀតគឺអឺសំបីតាយៈអីហ្នឹងក៏រត់ដែររត់ពងគុំរងយៈរត់មកពួនគៀនដើម7គាត់នឹងសម្បូរដើម7ហើយនឹងដើមបង្រោនោមគ្នាប្រាច់សើចអារឿងយៈហ្នឹងរត់មកពួនសួរណាគេនៅគៀនដើម7តែខ្ញុំណាគេយៈដែរយៈរត់ទាំងយៈរត់ទាំងតួអីនឹងជិះម៉ូតូជិះអីម៉ូតូអតាមកដល់ភូមិព្រៃកើលចាំបណ្ដាតួលខនក៏អត់មានគ្រោះថ្នាក់អីនេះប៉ុន្តែគ្រោះថ្នាក់អ្នកផ្សេងអ្នកនៅភូមិចិត្តនឹងអញ្ចឹងណាហើយខែស្រូវយើងដូចថាស្រូវតន់ណាខែយើងខែកដឹកខែអីហ្នឹងវាចូលវ័យដូចថាចូលអាស្រូវបែកនេះហ្នឹងវារបស់មួយវាដូចថាហើមធ្លាក់ផ្កាមួយហ្នឹងហើយមានប៉ុនមានអីចឹងម្នាក់ចេះចង់សប្បាយចំនួនហ្នឹងមានលខោនណាយូរមានម្ដងចឹងក៏ផ្ទុះស្រាយចឹងមានអ្នកខ្លះត្រូវរបួសត្រូវអីធ្ងន់ម្នាក់ក្នុងវត្តហ្នឹងនៅជ្រងច្រាងហ្នឹងនៅខ្លះហ្នឹងក៏និយាយរួមច្រើនគ្នាបងប្អូនអើយចំនួនហ្នឹងច្រើនណាស់ច្រើនមែនតើមករាប់ដូចថារាប់ឲ្យវាលឺវាច្រើនទេព្រោះអីក្នុងវងឌូងដាំងអញ្ចឹងមិនធម្មតាទេហើយអ្នកបាញ់ពីខាងមកទៀតអូចឹងក៏មានអ្នកខ្លះដល់ណាត្រូវហើយរត់ទៅខាងក្រៅហ្នឹងគឺដូចថាគាត់ស្រេកទឹកស្រេកអីហ្នឹងគាត់ចេះតែលូនទៅរត់ទឹកហូបគាត់ទៅរបួសតែអ្នកនៅស្រុកនឹងដែរទេចិត្តនឹងដែរទេចឹងក៏គាត់ចេះតែលូនទៅរត់ទឹករស់អីអាចនឹងដាច់ខ្យល់ស្លាប់នៅក្នុងស្រែក្នុងអីចឹងណាហើយស្រែធម្មតាស្រូវវាទុំវាចំនួនហ្នឹងវាស្រូវល្អចឹងលិចក្បាលបាត់ចឹងណាចឹងក៏នៅក្នុងស្រូវហ្នឹងទៅរកអត់ឃើញទេខ្លះនោះចឹងក៏តបពេលហើយម្ចាស់ស្រែហ្នឹងក៏ទៅច្រូតស្រូវច្រូតអីចឹងក៏ឃើញនៅក្នុងស្រែហ្នឹងទៅបានហៅបងប្អូនមកយកគាត់យកទៅវិញទៅហើយតាក់ទងនឹងបន្ទាប់ពីមានហេតុការណ៍នឹងកើតឡើងហើយមកក្នុងវត្តនឹងដូចថាយកបន្ទាប់ហ្នឹងគឺដូចថារៀងស្ងាត់សងំស្ងាត់មកបន្ទាប់បានប្រហែលជាមួយអាទិត្យក្រោយមកក៏មានលឺរឿងចម្លែកកើតឡើងដូចថាមានមនុស្សមានដូចថាសំឡេងឲ្យលោកជក្រាចឬក៏លោកនេនទូអស់ហ៊ានសឹងនៅវត្តទេរត់ចេញអស់ហើយនៅថាលោកអង្គណាដែលមានដូចថាបជនច្រើនអញ្ចឹងលោកនៅដោយសារវាដូចថាវាច្រើនពេកអ្នកស្លាប់របួសនឹងច្រើនអញ្ចឹងក៏មានរឿងហេតុភេទចម្លែកកើតឡើងដូចថាជប់ហើយបានមួយអាទិត្យហ្នឹងគឺលោកដូចថាស្ដាប់ឮសូរសំឡេងថាមានពលឹងហៅថាលបងជួយកណាផងអញ្ចឹងណាកណាស្រេកទឹកណាកណាសុំទឹកហូបបន្តិចមកអញ្ចឹងលោកលោកដូចថាយូរលោកចក្រៀងក៏ចង់ខ្លាចដែរដោយសារវាច្រើនគ្នាពេកអញ្ចឹងក៏ដូចថាអ្នកភូមិណៃនឹងក៏គេចាប់ផ្ដើម
ដូចថាមានវិញ្ញាណបងប្អូនគេអីនៅនឹងច្រើនអញ្ចឹងណាអញ្ចឹងក៏នាំគ្នាធ្វើបុណ្យដូចថាដាក់នេះឲ្យនេះអញ្ចឹងណាបុណ្យដាក់អីឲ្យអញ្ចឹងហៅពលឹងហៅអីឲ្យមកកុំឲ្យដូចថាវិលវល់នៅនឹងអញ្ចឹងណាហ្នឹងហើយរឿងគឺរឿងដ៏រន្ធត់ហ្មងគឺជារឿងពិតដែលអ្នកក្នុងស្រុកនៅនឹងគឺគាត់នឹងដឹងដូចថានៅម្ដុំខាងស្រុកបាក់សែតម្ដុំខាងភូមិឃ្លោកភូមិព្រៃអីហ្នឹងពាំងទៅពាំងព្រៃហើយនឹងជើងភ្នំអីហ្នឹងគឺគាត់នឹងដឹងរឿងហេតុការណ៍ហ្នឹងគឺរឿងនឹងដ៏រន្ធត់អ្នកដែលជួបក្នុងហេតុការណ៍ដូចជាខ្ញុំអីចឹងគឺខ្ញុំឃើញជាក់ស្ដែងហ្មងតែគ្រាន់ថាដូចថាយើងរត់យប់ចឹងរត់ដូចថារត់មកទំហឹងហ្មងរត់ប៉ុន្តែចៃដន្យដូចថាវាមិនអីដូចថាអាយុជីវិតយើងថ្លៃបាទហើយក៏លោកអីអ្នកភូមិហ្នឹងក៏បានដូចថាលឺសូចេះតែហៅលោកហៅនិយាយរួមមកអត់ថាមានអ្នកជិះម៉ូតូជិះអីកាត់ពេលយប់ពេលអីហ្នឹងគឺតែងតែមានឃើញមនុស្សឃើញអីឈរនៅក្បែរបងវត្តបងអីចឹងទៅក៏គេថាព្រលឹងអ្នកស្លាប់ប្រហែលជាវិលវល់ចឹងណាក៏គេចាប់ដើមហៅព្រលឹងហៅអីហ្នឹងមកឲ្យមកចាប់ជាតិចាប់អីទៅធ្វើគេរៀបចំធ្វើដាក់ដូចធ្វើបុណ្យដាក់ទានដាក់អីឲ្យអ្នកព្រលឹងដែលនៅនឹងកំរោលអីទាំងឡាយហ្នឹងបោះឲ្យឆ្លាស់លេងអីចឹងក៏តាំងពីនឹងមកលេងអីមកបាទបងប្អូនហើយមានសាកសពខ្លះនៅក្នុងតាមស្រែតាមអីក៏ដូចថាអ្នកស្រែអ្នកអីគេដើរឡើងភ្នំឡើងអីនៅនោះគេហៅភ្នំកក់ហ្នឹងនៅក្នុងគុំអាស័យគុំអីខ្លះរត់ទៅឃើញនៅក្នុងគុំអាស័យទៀតដូចថាគាត់ត្រូវរបួសអីគាត់រត់ទៅនៅដូចថាចេះតែលូនរត់ទឹករត់អីចឹងដល់ពេលទៅហូបទឹកហើយគឺអ្នកត្រូវរបួសនឹងស្រាប់ហើយហូបទឹកច្រើនគឺគាត់ដាច់ខ្យល់ហើយអញ្ចឹងអ្នកខ្លះពេលក្នុងអំឡុងដែលពេលគាត់របួសហ្នឹងគឺគាត់ដូចថាសុំទឹកដូចថាបងខាងប៉ូលីសខាងអីចឹងគេទៅដូចថាគេទៅអន្តរាគមន៍ចឹងក៏ស្រែកសុំថាលោកពូអើយសុំទឹកឲ្យហូបទីងខ្លះគេអត់ហ៊ានឲ្យហូបទឹកទេខ្លះក៏របួសល្មមចឹងខ្លះក៏របួសខ្លះដល់ដូចថាអ្នកស្លាប់គឺច្រើនបាទបងប្អូនបាទគឺរឿងហ្នឹងមានតែប៉ុណ្្នឹងបាទហើយកុំភ្លេចជួយ Subscribe មួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូជូនបងប្អូនតទៀតបាទអរគុណបងប្អូនជំរាបលាបាទ